ត្រឹមត្រូវហើយសម័យបុរាណព្រះមហាក្សត្រតែងតែគោរពពណ៌លឿងជាពណ៌សក្ការៈដូច្នេះហើយទើបឲ្យស្ដេចគេហៅថាអាវពណ៌លឿងដូច្នេះត្បូងពណ៌លឿងនេះមិនត្រឹមតែមើលទៅស្រស់ស្អាតទាក់ទាញប៉ុណ្ណោះទេវាក៏ផ្ដល់នូវភាពថ្លៃថ្នូរដ៏អស្ចារ្យផងដែរលោកម្ចាស់ឡុងឃើញថាថ្មចរិតដែលលោកប្រមូលទុកគឺជាទំនិញលំដាប់ខ្ពស់មែនអរគុណច្រើនអាក្មេងស្ទាវអញហាក់ដូចជារំភើបលឿនពេកហើយនេះទើបតែជាផ្ទៃមុខកាត់ដំបូងប៉ុណ្ណោះមិនដឹងថាខាងក្នុងវាយ៉ាងម៉េចខ្លះនោះទេទោះបីជាត្បូងពណ៌លឿងប្រភេទកញ្ចក់នេះមានតម្លៃកម្រក៏ដោយតែបើសិនជាខាងក្នុងវាអត់មានអ្វីល្អវាក៏មិនមានតម្លៃប៉ុន្មានដែរកាត់ថែមួយកន្លែងទៀតតើវាអាចមានតម្លៃប៉ុន្មានទៅចាំកាត់រួចអ្នកនឹងដឹងហើយសង្ឃឹមថាវានឹងមិនធ្វើឲ្យអ្នកតក់ស្លុតខ្លាំងពេកទេលោកគ្រូបន្តទៅទៀតចុះបានតោះរងចាំបន្តិចប្អូនប្រុសដុំថ្មរបស់អ្នកមួយនេះមិនមែនគ្រាន់តែជាថ្មធម្មតាទេណាការកាត់លើកទី2នេះពិតជាមានត្បូងពណ៌ក្រហមនិងលឿងលាយគ្នាពិតមែនបើការកាត់លើកទី3បង្ហាញឲ្យឃើញពណ៌បៃតងទៀតនោះវាប្រកាសជាត្បូង3ពណ៌ដែលមានតម្លៃកម្របំផុតមិនខានត្បូង3ពណ៌ពិតមែនវាកម្ររកបានណាស់នៅលើលោកនេះមនុស្សភាគច្រើនពេញមួយជីវិតក៏ប្រហែលជាមិនដែលបានឃើញឡើយចាំមើលពេលកាត់ចេញមកបើវាជាត្បូង3ពណ៌ពិតប្រាកដមែននោះវានឹងក្លាយជាពេលវេលាដ៏មានប្រវត្តិសាស្ត្រមួយមែនវាមិនអាចទៅរួចទេនោះគឺជាថ្មសំណល់ដែលខ្ញុំឲ្យគេយកទៅដាក់តាមក្រោយតើធ្វើម៉េចអាចកាត់ចេញជាត្បូង3ពណ៌បានការកាត់លើកចុងក្រោយនេះដាច់ខាតមិនអាចបន្តកាត់ទៀតឡើយបើមិនដូច្នេះទេខ្ញុំច្បាស់ជាខាតធ្ងន់ធ្ងរមិនខានលោកម្ចាស់ឡុងទោះជាទេវតាក៏ពិបាកនឹងទីដឹងដែរសម្រាប់ដុំថ្មគ្រប់ប្រភេទមុននឹងកាត់ចេញមកគ្មាននរណាម្នាក់ដឹងថាខាងក្នុងមានអ្វីនោះទេកាត់មួយដៅក៏កាត់មួយដៅមាននេះហើយគឺជាមន្តស្នេហ៍នៃការលេងល្បែងភ្នាល់ត្បូងពេលនេះខ្ញុំនឹងបង្ហាញឲ្យអ្នកបានឃើញពីមុខមាត់ពិតនៃត្បូងមួយនេះលោកគ្រូត្រៀមខ្លួនសម្រាប់កាត់លើកចុងក្រោយទៅបានតើក្មួយប្រុសប្រសិនបើបន្តិចទៀតនេះវាពិតជាត្បូង3ពណ៌មែននោះខ្ញុំក៏នឹងមានសំណាងជាមួយដែរតើពន្យល់បែបណាលោកគ្រូមួយជីវិតមិនប្រកាសថាបានឃើញរឿងបែបនេះទេនេះពិតជាត្បូង3ពណ៌ហ្វូលូសើមែនត្បូង3ពណ៌ហ្វូលូសើចុះបើបែបនេះបាត់ទាំងប្រពន្ធបាត់ទាំងកូនមែនហើយប្អូនប្រុសប្អូនពិតជាអស្ចារ្យមែនមិននឹកស្មានថាប្អូនអាចកាត់បានមែនត្បូងដែលកម្ររកបានបំផុតនេះត្បូង3ពណ៌ហ្វូលូសើដ៏កម្រចាំបានថាលើកចុងក្រោយដែលខ្ញុំបានឃើញគឺតាំងពីជាង20ឆ្នាំមុនមិននឹកស្មានថាក្នុងមួយជីវិតនេះនៅមានសំណាងបានឃើញម្ដងទៀតក៏អស់ហួងហែងដែរគ្រប់គ្នាឃើញហើយមែនទេនៅក្នុងឃ្លាំងស្តុករបស់ខ្ញុំនៅមានរបស់ល្អជាច្រើនទៀតគ្រាន់តែដកយកមកមួយដុំប៉ុណ្ណោះត្រូវខ្ញុំកាត់បានវាចេញមកនេះគឺជាត្បូងដ៏កម្របំផុតត្បូង3ពណ៌ហ្វូលូសូតើនរណាថារបស់ហែងអាចញ៉ាំបាយផ្ដេសផ្ដាស់បានតែកុំនិយាយផ្ដេសផ្ដាស់ឲ្យសោះមុននេះភ្នាល់ចាញ់លោកលីនហ្វានហើយមិនព្រមសងចង់យកថ្មតម្លៃមកដោះដូរជំនួសលុយ 2000 លានឥឡូវលោកលីនហ្វានកាត់បានត្បូងល្អមួយនេះបែរជាមកអានថារបស់អញទៅវិញក្បាលអញធំដល់ហើយហេតុអ្វីក៏មុខក្រាស់យ៉ាងនេះឯងលោកគ្រូលីក្នុងចំណោមអ្នកនៅទីនេះទាំងអស់លោកជាអ្នកដែលមានគេឈ្មោះល្បីល្បាញជាងគេចុះបើលោកជួយវាតម្លៃត្បូងនេះបន្តិចទៅមើលថាវាមានតម្លៃប៉ុន្មានត្បូងហ្វូលូសូដែលប្រជាជនជឿថាជាតំណាងឲ្យផ្កាយសំណាងទាំង3នៅលើមេឃពាក្យថាហ្វូមានន័យថាសំណាងល្អទាំង5ប្រការពាក្យថាលូមានន័យថាបុណ្យស័ក្តិខ្ពង់ខ្ពស់ចំណែកស៊ូមានន័យថាអាយុយឺនយូរប្រសិនបើយើងយកតម្លៃមកវាស់វែងត្បូងមួយនេះគឺពិតជាថោកទាបពេកហើយត្បូង3ពណ៌នេះគឺជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបានវាក៏គ្រាន់តែជាត្បូងមួយដុំដែរមិនមែនឬតើវាចូលមកក្នុងការប្រកួតនេះបានដោយរបៀបណាទោះជាវាមានតម្លៃថ្លៃយ៉ាងណាក៏ដោយក៏គួរតែមានតម្លៃកំណត់សមរម្យដែរមែនទេនិយាយតាមត្រង់ទៅតម្លៃនៃត្បូងប្រភេទនេះមិនមានស្តង់ដារកំណត់ជាក់លាក់នោះទេព្រោះនៅលើទីផ្សារបច្ចុប្បន្នគឺលែងមានឃើញទៀតហើយកាលពី20ឆ្នាំមុនសម្រាប់ត្បូងដុំដែលខ្ញុំធ្លាប់ឃើញនោះទំហំវាមិនធំដូចដុំនេះឡើយតែពេលនោះវាត្រូវបានដេញថ្លៃដល់ទៅ500លានចុះសម្រាប់ដុំនេះវិញយ៉ាងហោចណាស់ក៏ត្រូវតែ5000លានដែរបើជួបរបស់ដែលខ្លួនពេញចិត្តពិតមែនប្រហែលជាអាចថ្លៃជាងនេះទៅទៀតលោកអ៊ុំលីនចុះខ្ញុំហ៊ានឲ្យ5000លានលក់ឲ្យខ្ញុំមកលោកអ៊ុំលីនចុះខ្ញុំហ៊ានឲ្យ5000លានលក់ឲ្យខ្ញុំមកខ្ញុំហ៊ានឲ្យ6000លានលោកគ្រូលីសូមអភ័យទោសផងរូបខ្ញុំនេះចូលចិត្តត្បូងយកតាំងពីកំណើតមកម្លេះត្បូងល្អកម្របែបនេះទោះជាយ៉ាងណាក៏ខ្ញុំត្រូវតែយកឲ្យបានត្បូងយកដុំនេះពិតជាកម្របានណាស់ទោះបីជាលោកសិនហ៊ានឲ្យថ្លៃខ្ពស់ក៏ដោយប៉ុន្តែមួយជីវិតនេះប្រហែលជាមិនអាចរកឃើញរបស់ល្អបែបនេះម្ដងទៀតទេសូមអរគុណគ្រប់គ្នាចំពោះការដេញថ្លៃប៉ុន្តែពេលនេះខ្ញុំនៅមិនទាន់ចង់លក់ត្បូងដុំនេះនៅឡើយទេដូច្នេះសូមអធិស្ឋានអ្នកទាំងអស់គ្នាខ្ញុំបានបើកបន្ទប់នៅសន្តាគារសន្តិភាពរួចហើយរាល់ការចំណាយទាំងអស់នៅក្នុងថ្ងៃនេះខ្ញុំជាអ្នករ៉ាប់រងទាំងអស់ល្អិតបានជួបនឹងខ្ញុំអញពិតជាសំណាងខ្លាំងណាស់ព្រោះខ្ញុំគឺឡុងស៊ីចុងមកពី
ថ្មដុំមួយនេះមើលទៅមិនសាមញ្ញទេតើប្រសិនបើវាហ៊ានលក់ថ្មនេះទៅឲ្យអ្នកដទៃកុំបន្ទោសខ្ញុំថាគ្មានសិលធម៌ឲ្យសោះសូមគោរពអស់លោកម្ចាស់ទាំងអស់គ្នាថ្មដុំដ៏កម្រនឹងមានទម្ងន់ដល់ទៅ100តោននេះគឺបានមកពីរណ្ដៅលងហឺដែលខ្ញុំត្រូវចំណាយកម្លាំងពលកម្មយ៉ាងច្រើនទើបអាចយកវាមកបានអ្នកណាចង់បានអាចដាក់ថ្លៃដេញថ្លៃបានថ្មដុំនេះពិតជាមិនអន់មែនមិនត្រឹមតែមានសាច់ថ្មច្បាស់ល្អទេថែមទាំងសម្បូរទៅដោយស្នាមក្រឡាប់កាត់ថ្មទៀតខាងក្នុងនោះច្បាស់ជាមានពណ៌បៃតងដិតខ្លាំងហើយជាអាចជាបៃតងចាប់ពតដែលមានទំហំធំទៀតផងហាងត្បូងជូរហោរហោខ្ញុំសូមដេញថ្លៃ100លានថ្មដុំមួយនេះខ្ញុំយកហើយថ្មដែលមានសម្បុកល្អបែបនេះត្រឹម100លានក៏ចង់បានដែរឬតើអ្នកកំពុងតែស្រមៃអ្វីទៅហាងត្បូងជូប៉បូរបស់ខ្ញុំសូមដេញថ្លៃ200លានហាងត្បូងឡាវស៊ីងហាងរបស់ខ្ញុំសូមដេញថ្លៃ500លាន1000លានហាងត្បូងរបស់ពូជើខ្ញុំហ៊ានឲ្យ1000លានចាំមើលថាអ្នកណាហ៊ានដណ្ដើមជាមួយខ្ញុំឲ្យ1500លានអ្នកដែលចង់បានថ្មដុំនេះមិនមែនមានតែឯងទេមិននឹកស្មានថាល្អិតលីនហ្វានក៏មកដែរពិតជាចង់កម្មចង់ពីគ្នាពិតមែនលោកម្ចាស់ជីល្អិតនឹងមិនមែនមានសមត្ថភាពមើលធំខ្លាំងមែនទេកាន់តែវាចង់បានថ្មដុំនេះវាគឺកាន់តែបង្ហាញថានៅក្នុងតម្លៃដែលវាហ៊ានឲ្យនេះថ្មដុំនេះនៅមានតម្លៃអាចចំណេញបានច្រើនដល់ពេលនោះយើងចាំយកចំណុចខ្សោយរបស់ហ៊ូងធានហុងមកគំរាមដណ្ដើមយកថ្មដុំនេះមកវិញបែបនេះមិនមែនជោគជ័យ 100% ហើយហ្វាយមិនខុសពីមេទីប្រឹក្សាដៃឆ្វេងរបស់ខ្ញុំពិតមែននាងពិតជាឆ្លាតដែលចេះប្រើសមត្ថភាពរបស់លីនហ្វានមកធ្វើជាត្រីវិស័យនាំផ្លូវឲ្យយកលីនដេញថ្លៃ5000លានតើមានអ្នកណាចង់ដេញថ្លៃបន្តទៀតទេថ្មដុំនេះហាងត្បូងជូហ៊ូរបស់ខ្ញុំត្រូវតែយកវាឲ្យបានខ្ញុំដេញថ្លៃ2000លានទោះបីថ្មដុំនេះមើលទៅខាងក្រៅល្អណាស់ក៏ដោយប៉ុន្តែជាទូទៅថ្មដុំកាន់តែធំហានិភ័យក៏កាន់តែខ្ពស់ដែរនិយាយត្រូវណាស់ទោះបីជាវាជារ៉ែដែលដកចេញពីអណ្ដូងលងហឺក៏ដោយហើយមានលទ្ធភាពខ្ពស់ក្នុងការទទួលបានត្បូងប្រភេទលងតែហានិភ័យ2000លាននេះនៅតែធំពេកលោកហួងឥឡូវនេះគ្មានអ្នកណាហ៊ានដេញថ្លៃបន្តទៀតទេមើលទៅថ្មដុំរបស់អ្នកនេះគឺជារបស់ហាងត្បូងជូហ៊ូរបស់ខ្ញុំហើយតម្លៃ2000លាននេះពិតជាគួរឲ្យខ្លាចណាស់ប៉ុន្តែថ្មដុំធំបែបនេះជាលើកដំបូងដែលខ្ញុំបានឃើញជាខាត់លុយក៏ដោយខ្ញុំត្រូវតែយកថ្មនេះឲ្យបានខ្ញុំដាក់ដេញថ្លៃ3000លានអូមិនមែនលីនហ្វានទេពិតជាចៃដនមែនអ្នកដែលចង់បានថ្មដុំមួយនេះមិនមែនមានតែឯងម្នាក់នោះទេលីនហ្វានឯងបោកអ្នកដទៃបានតែបោកខ្ញុំមិនបានទេតាមចរិតនិងសមត្ថភាពរបស់ឯងតើអាចនឹងសុខចិត្តខាត់លុយដែរឬទិញយកថ្មដុំមួយនេះ3000លានឯណោះច្បាស់ជាអាចចំណេញបានច្រើនមែនទេនឹកស្មានមិនដល់ថាលោកម្ចាស់ឡុងឈីក៏នៅទីនេះដែរថ្មដុំមួយនេះនៅមានកម្រិតចំណេញច្រើនទៀតទោះជាពួកគេចង់ដេញថ្លៃប្រជែងជាមួយខ្ញុំក៏ដោយខ្ញុំក៏មានទំនុកចិត្តថាខ្ញុំនឹងដណ្ដើមយកវាបានច្រើនក៏គ្រាន់តែចំណេញតិចជាងមុនបន្តិចបន្តួចប៉ុណ្ណោះលោកម្ចាស់ឡុងឈីក្នុងអ្នកក៏ចង់បានថ្មដុំនេះដែរអញ្ចឹងសូមអ្នកដាក់តម្លៃមកចុះប្រសិនបើអ្នកដេញថ្លៃខ្ពស់ជាងខ្ញុំនោះខ្ញុំក៏នឹងព្រមបោះបង់វាចោលលីងហ្វានបាននិយាយពីសមត្ថភាពរបស់អ្នកខ្លាចតែមានតែមនុស្សហ្មងទេដែលហ៊ានដេញថ្លៃប្រជែងជាមួយអ្នកនោះបើសិនជាប្រហែលបន្តិចក៏អាចធ្លាក់ចូលក្នុងអន្ទាក់របស់អ្នកបានដែរប៉ុន្តែថ្មដុំមួយនេះនៅថ្ងៃនេះអ្នកមិនអាចយកវាចេញទៅបានឡើយតើឯងចង់មានន័យថាម៉េចហួងធានហង3000លានតើឯងចង់លក់ថ្មដុំនេះឲ្យនរណាខ្ញុំសូមដាស់តឿនឲ្យឯងគិតឲ្យច្បាស់សិនចាំនិយាយកុំភ្លេចឲ្យសោះកូនស្រីរបស់លោកកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃខ្ញុំលោកលីនខ្ញុំពិតជាសុំទោសខ្លាំងណាស់ថ្មដុំមួយនេះទោះបីជាលោកឲ្យថ្លៃខ្ពស់ប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនអាចលក់ឲ្យលោកបានដែរទោះជាខ្ញុំចង់ធ្វើចំនួនជាមួយលោកខ្លាំងយ៉ាងណាហើយខ្ញុំដឹងច្បាស់ថាលោកមានសមត្ថភាពគ្រប់គ្រាន់ប៉ុន្តែខ្ញុំពិតជាគ្មានជំរឿអ្វីឡើយលីនហ្វានចំពោះមុខខ្ញុំការប្រើសមត្ថភាពវាមិនមានន័យអ្វីឡើយទោះបីជាចំណេះដឹងរបស់ឯងខ្លាំងពូកែប៉ុណ្ណាក៏ដោយចុះយ៉ាងម៉េចទៅវិញក៏នៅតែត្រូវខ្ញុំប្រើប្រាស់ជាកូនអុកដែរថ្មដែលឯងចង់បាននោះចុងក្រោយក៏ធ្លាក់មកក្នុងដៃខ្ញុំដោយងាយស្រួលអាឡុងឈីយេនេះពិតជាគ្មានកេកខ្មាស់មែនវាអាំងតែវាចាប់បានចំណុចខ្សោយរបស់គង់ធានហុងទៅបង្ខំលោកបង្ខំទិញបែបនេះប៉ុន្តែទោះជាឯងមានសមត្ថភាពដណ្ដើមបានវាទៅក៏ដោយប្រហែលជាមិនអាចកាត់ថ្មដុំនេះឲ្យចេញជារូបរាងបានឡើយយ៉ាងហោចណាស់ក៏កំណត់ត្បូងល្អរបស់វាសុទ្ធតែលាក់ទុកនៅតាមជ្រុងដាច់ស្រយាលចាំមើលសិនចុះថាតើឯងមានសំណាងដែរឬទេឡុងឈីយេឈប់កាត់ទៅទៀតទៅល្អជាងកាត់កាំបិតទី1នេះមិនឃើញមានអ្វីសោះបើនៅតែបន្តកាត់ទៀតហានិភ័យនឹងកាន់តែខ្ពស់បើលក់វាពេលនេះប្រហែលជានៅអាចបានថ្លៃខ្លះដែរបើកាត់ខូចទៅទៀតនោះគឺបាត់បង់អស់រលីងតែម្ដងអាមនុស្សគ្មានប្រយោជន៍ទៅឲ្យឆ្ងាយពីមុខអញថ្មដុំនេះមិនទាន់កាត់ចប់ផងភ័យស្លន់ស្លោរឿងអ្វីយកមកឲ្យអញកាត់ចំកណ្ដាលវាឲ្យដាច់មកខ្ញុំមិនជឿទេថារកត្បូងមិនឃើញនោះមើលទៅលោកម្ចាស់ឡុងជីយាយលើកនេះពិតជាមើងម៉ាត់មែនដល់ថ្នាក់ហ៊ានកាត់មនុស្សជាពីរនេះមិនត្រឹមតែជៀសផុតពីចំណុចនេះនៅជ្រុងខាងនោះទេថែមទាំងបំផ្លាញគុណភាពថ្មនេះចោលអស់ទៀតលោកម្ចាស់ឈីកាត់លើកទី2នេះក៏នៅតែគ្មានអ្វីសោះមិនក៏ទៅជាបែបនេះថ្មដែលមើលទៅមានគុណភាពល្អម្ល៉េះចុះមិនពេលកាត់មកអត់មានអីសោះអីចឹងមិនអាចទៅរួចទេខ្ញុំមិនជឿទេលោកម្ចាស់ឈីតើត្រូវធ្វើដូចម្ដេចបន្តទៀតឱកាសមកដល់ហើយ
ពេលនេះគឺជាឱកាសល្អបំផុតដើម្បីដណ្ដើមយកត្បូងស៊ីនលីងឡុងនេះបងស្រីកុំកាត់បន្តទៀតអីកាត់លើកទី1ក៏មិនឃើញមានអ្វីដែរបើនៅតែបន្តកាត់ទៀតហានិភ័យនឹងកាន់តែខ្ពស់លក់វាពេលនេះទៅប្រហែលជានៅអាចលក់បានតម្លៃខ្លះបើបន្តកាត់ខាត់ទៀតគឺពិតជាបាត់បង់ទាំងស្រុងមិនខានមនុស្សគ្មានប្រយោជន៍ទៅឲ្យឆ្ងាយពីមុខអញថ្មនេះនៅមិនទាន់កាត់អស់ផងមានអីត្រូវភ័យឲ្យមកកាត់ចំកណ្ដាលវាឲ្យហើយអញមិនជឿថាគ្មានត្បូងនៅខាងក្នុងនោះទេលោកម្ចាស់ឡងឆៃលើកនេះមើលទៅគាត់ក្តៅក្រហាយខ្លាំងណាស់គាត់ហ៊ានកាត់ថ្មនេះជាពីរចំហៀងបែបហ្នឹងការកាត់មួយដាវនេះមិនត្រឹមតែរំលងផុតដុំត្បូង Golden Bell Jade នោះទេដែលជាត្បូងកំមកថែមទាំងបំផ្លាញភាពពេញលេញនៃដុំថ្មនេះចោលអស់ទៀតលោកម្ចាស់ខៃការកាត់លើកទី2នេះក៏នៅតែគ្មានអ្វីសោះមិនក៏ទៅជាបែបនេះថ្មដែលមានសម្បុកល្អម្លេះចុះមិនក៏កាត់ចេញមកគ្មានអ្វីតតែសោះមិនអាចទៅរួចខ្ញុំមិនជឿទេលោកម្ចាស់ឡុងឈីតើគួរធ្វើដូចម្ដេចទៅឱកាសមកដល់ហើយនេះគឺជាពេលដ៏ល្អបំផុតដើម្បីដណ្ដើមយកត្បូងមាសលីងឡុងនេះហេតុអ្វីបានជាបែបនេះទៅវិញថ្មដែលមានសម្បុកល្អបែបនេះហេតុអ្វីកាត់មកគ្មានអ្វីសោះមិនអាចទៅរួចទេខ្ញុំមិនជឿទេលោកម្ចាស់ឡុងឈីតើគួរធ្វើដូចម្ដេចទៅឱកាសមកដល់ហើយនេះគឺជាពេលដ៏ល្អបំផុតដើម្បីដណ្ដើមយកត្បូងមាសលីងឡុងនេះអើយលោកឡុងឈីខ្ញុំទើបតែបានប្រាប់អ្នកហើយគ្រាន់តែឃើញថ្មធំខ្នាតនេះជាលើកដំបូងទើបគិតថាទោះបីជាខាត់លុយក៏ចង់ទិញយកមកសិក្សាដែរអ្នកមិនជឿខ្លួនឯងសោះខំប្រឹងដណ្ដើមថ្មនេះចេញពីដៃខ្ញុំទៅបានដល់ពេលកាត់មកវាទៅជាបែបនេះពេលនេះអ្នកច្បាស់ហើយថាខ្ញុំមិនបានកុហកអ្នកទេលោកលីនក្នុងពេលដែលអ្នកចង់សិក្សាអំពីថ្មនេះអញ្ចឹងខ្ញុំនឹងប្រគល់វាឲ្យអ្នកវិញហើយថែមទាំងជួយកាត់វាឲ្យរួចរាល់ទៀតមិនបាច់អរគុណខ្ញុំទេ3000លានយើងអាចធ្វើការជួញដូរគ្នានៅពេលនេះបានលោកម្ចាស់ឡុងអ្នកកំពុងតែលេងសើចនឹងខ្ញុំមែនទេមើលទៅកាត់បានប៉ុណ្ណឹងកុំថាឡើយ3000លានសូម្បីតែ300លានក៏ដោយខ្ញុំខ្លាចថាមិនមានអ្នកណាហ៊ានទិញនោះទេប្រសិនបើអ្នកពិតជាចង់លក់ឲ្យខ្ញុំមែនខ្ញុំឲ្យតម្លៃចុងក្រោយគឺ5លានបើព្រមខ្ញុំនឹងយកវាលោកម្ចាស់ថ្មដុំនេះវាដាច់អស់ហើយបើមិនមែនព្រោះតែលីនហ្វានព្រមទិញទេកុំថាឡើយដល់ទៅ5លានសូម្បីតែ50ម៉ឺនក៏ប្រហែលជាគ្មានអ្នកទិញដែរអ្នកនិយាយក៏សមហេតុផលដែរបាន5លានក៏5លានចុះព្រមព្រៀងបានខ្ញុំនឹងផ្ទេរលុយឲ្យអ្នកឥឡូវនេះលោកគ្រូជួយកាត់ថ្មដុំនេះម្ដងទៀតផងបានសូមរងចាំបន្តិចមានន័យថាម៉េចអញនៅហ៊ានកាត់ទៀតឬមិនមែនអញថាទិញយកទៅស្រាវជ្រាវទេឬមួយក៏ឯងមិនគួរឲ្យជឿសោះនៅក្នុងនេះបែរជាលាក់ទុកនៅមួយត្បូងថ្មជីនលីងឡុងទំហំធំប៉ុណ្នេះនេះគឺជាត្បូងជីនលីងឡុងដែលតំណាងឲ្យទ្រព្យសម្បត្តិស្តុកស្តម្ភគេនិយាយគ្នាថាត្បូងប្រភេទនេះមិនត្រឹមតែផ្ដល់ទ្រព្យសម្បត្តិប៉ុណ្ណោះទេសូម្បីតែអ្នកដែលបានឃើញវាក៏នឹងមានសំណាងល្អខាងលាភសក្ការៈមិនដាច់ដែរលោកលីនខ្ញុំផ្ដល់ជូន50,000លានលក់ត្បូងនេះឲ្យខ្ញុំទៅត្បូងជីនលីងឡុងដែលអាចនាំលាភសំណាងមិនដាច់បែបនេះត្រឹមតែ50,000លានចង់ទិញទៅហើយស្មានថាខ្ញុំឈួតឬយ៉ាងណាខ្ញុំឲ្យ70,000លានខ្ញុំឲ្យ80,000លានខ្ញុំឲ្យ100,000លានថ្ងៃនេះសម្រាប់ត្បូងនេះខ្ញុំឧត្តមសេនីយ៍មានអង្គត្រូវតែយកឲ្យបានមើលទៅតើមានអ្នកណាក្លាហានហ៊ានដណ្ដើមជាមួយខ្ញុំឲ្យ100,000លានថ្ងៃនេះសម្រាប់ត្បូងនេះខ្ញុំឧត្តមសេនីយ៍មានអង្គត្រូវតែយកឲ្យបានមើលទៅតើមានអ្នកណាក្លាហានហ៊ានដណ្ដើមជាមួយខ្ញុំជាឧត្តមសេនីយ៍ទី1របស់មីយ៉ាន់ម៉ាមានអង្គមើលទៅយើងអស់សង្ឃឹមហើយក្នុងការដណ្ដើមយកថ្មនេះនៅទូទាំងប្រទេសមីយ៉ាន់ម៉ាអ្នកណាហ៊ានតាំងជាមួយលោកឧត្តមសេនីយ៍មានអង្គប្រហែលជាលែងចង់រស់នៅទីនេះទៀតហើយបងអូនប្រុសលីនខ្ញុំផ្ដល់ជូន1000លានពុករួមនឹងត្បូង3ដុំតែខ្ញុំទុកក្នុងឃ្លាំងតបដើម្បីដូរយកត្បូងជីនលីងឡុងរបស់បងអូនយកព្រមទេឧត្តមសេនីយ៍មានអង្គម្នាក់នេះកាន់កាប់សិទ្ធិអាជីវកម្មរ៉ែត្បូងដែលធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រឆាំងគាត់ឡើយលុយ1000លានបុករួមនឹងត្បូង3ដុំដែលគាត់ថែរក្សាទុកជាមិនខាតឡើយលោកឧត្តមសេនីយ៍មានអង្គពិតជាចិត្តធំមែនបងប្រុសលីនពិតជាម្នាក់ដែលដាច់ស្រេចមែនថ្ងៃស្អែកអ្នកមកជួបខ្ញុំនៅតំបន់រ៉ែរបស់ខ្ញុំចុះចំណែកឯការជ្រើសរើសថ្មដេញថ្លៃមួយណាវិញនោះគឺអាស្រ័យលើសមត្ថភាពរបស់អ្នកហើយអូនឯងសំណាងហើយនេះគឺជាត្បូងយកឈាមដែលល្បីល្បាញក្នុងចំណោមត្បូងទាំង4